តោះបងប្អូនមករំលឹកអតីតកាលទាំងអស់គ្នាបាទហ្នឹងហើយបងប្អូនកន្លែងនេះហើយដែលខ្ញុំនៅពេលតូចធ្លាប់មកកន្លែងហ្នឹងណាបាទពីមុនមកកន្លែងហ្នឹងជាកន្លែងមួយដែលសម្បូរដោយដើមត្នោតតែឥឡូវអត់ទេប៉ុន្តែខ្ទង់ចូលប្រហែលពី3ឆ្នាំហ្នឹងនេះគេអភិវឌ្ឍខ្លាយជាចំការបាត់ហើយបាទគេហៅចំការស្អីនេះដើមវាស្ទៀងដើមដូងប៉ុន្តែផ្លែវាអូនឹកឃើញទាំងអស់គ្នាហាត់ដើមមននេះហ្នឹងហើយស្ទៀងដើមដូងហើយខ្លាយជាចំការហ្នឹងហើយបាទហើយនេះពីមុនឥឡូវសល់ដើមត្នោតតិចទេពីមុនដើមត្នោតច្រើនហើយគេដាំល្ងហើយនឹងមានដើមត្នោតមានទួលខ្ពស់ឥឡូវអស់ហើយបាទអត់មានទួលខ្ពស់ទៀតទេបាទហើយមានតែចំការមានលក្ខណៈថាគេមានអ្នកមានលុយម្នាក់គេអភិវឌ្ឍកន្លែងហ្នឹងខ្លាយជាចំការម៉ូនហើយដាំគប់សពមានតង៉ែនហើយនឹងមានពោតមានអីទៀតបាទតែវីដេអូនេះគណៈខ្ញុំគណៈវាមិនតាន់ដល់ហ្នឹងហើយមួយទៀតខ្ញុំលក្ខណៈថារំភើបចិត្តបាទពីមុនឡើយមានទួលជាការមួយគេដាំនៅល្ងហើយខ្ញុំធ្លាប់មករកអស់នៅហ្នឹងដែរហើយឥឡូវគេអភិវឌ្ឍខ្លាយជាចកាមនបាទវានឹកស្មានមកដល់ដែររឿងរំភើបបាទមានរូបមួយដែលមានគេមករស់នៅក្បែរនឹងមួយគ្រួសារដែរបាទហើយមួយទៀតនេះគេហួសចិត្តថាអភិវឌ្ឍប្រហែលឆ្នាំនឹងល្អមែនតើបាទកន្លែងហ្នឹងខ្ញុំធ្លាប់តែមករកអស់រកអីនៅហ្នឹងហើយឥឡូវនេះគេមានដាំកូនឈើនេះនោះឃើញបងប្អូនបាទសិតដើមមនទាំងអស់បាទនេះហ្នឹងហើយនោះដើមមនបាទឃើញអត់គណៈថាវារំភើបចិត្តបាទអភិវឌ្ឍអំឡុងតែ3ឆ្នាំបាទនេះដើមពោតដែលខ្ញុំនិយាយមិញហ្នឹងនេះឃើញហើយបងប្អូនបាទដើមពោតបាទនេះដើមមនបាទនេះនិយាយទៅគេដាំមានរូបមួយគេនៅក្នុងតែខ្ញុំមកហ៊ានចូលនេះសតដើមមននេះមកជួរហ្នឹងបាទហ្នឹងហើយស្ទៀងដើមដូងហើយនេះជាការពោតបាទឃើញអត់បងប្អូនបាទនេះអានេះមានផ្លូវនេះគេមានផ្លូវចូលពីមុនមានថាផ្លូវអាទិះគូផ្លូវលក្ខណៈផ្លូវរបៀបពីដើមវាមានផ្លូវស្ទៀងបន្លាយទឹកមិនផ្លូវលក្ខណៈថាប្របាបងប្អូនគាត់ដូចផ្លូវបុរាណមុនគេដូចបន្លាយណាតែឥឡូវអត់ទេគេចាក់ដីចាក់អីអុយអស់ហើយបាទហើយនេះជាចកាមួយបាទតែមិនទាន់ឃើញដើមអីទេនេះបាទហើយក្បែរនេះទេសភាពក៏វាមិនណយដែរហើយស្រស់ស្អាតមួយយ៉ាងដែរតែលក្ខណៈថាធំបំផុតខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាមកមើលថាអតីតកាលរបស់ខ្ញុំបាទវាលក្ខណៈរំភើបចិត្តមិននឹកស្មានតែកន្លែងហ្នឹងគេអភិវឌ្ឍដល់ប៉ុណ្ណឹងហើយនេះមានព្រៃឈើទូចពោះលក្ខណៈវាមុនកន្លែងហ្នឹងទួលខ្ពស់តែគេឈូសឆាយដីឡើងរៀបហើយគេដាំមនដាំផ្សេងដំណាំនៅក្នុងហ្នឹងណាបាទហើយមួយទៀតគណៈថាខ្ញុំក៏មិននឹកស្មានថាមកដល់ហ្នឹងដែរថាចង់មកលេងហ្នឹងដល់មកដល់ឃើញអភិវឌ្ឍដល់ប៉ុណ្ណឹងហើយអំឡុងប្រហែលជាពីប្រហែលមួយឆ្នាំមុនខ្ញុំឃើញហ្នឹងកន្លែងហ្នឹងគេអភិវឌ្ឍធ្វើអីហើយតែបានដៃចូលមកលេងអញ្ចឹងតែឥឡូវបាននេះបាទបានចូលហើយក៏មានអារម្មណ៍ថារំភើបដែរបាទហើយកន្លែងមួយសម្បូរដោយដើមត្នោតហើយបែរជាអភិវឌ្ឍបានលឿនអស្ចារ្យនឹងសោះបាទហើយវីដេអូមួយនេះក៏ជិតដល់ឈានដល់ទីបញ្ចប់ដែរបាទហើយសូមផ្ដំទៅដល់បងប្អូនដែរ
រំលឹកពីអតីតកាលកន្លែងណាមួយដែលយើងចងចាំមិនភ្លេចតែមកដល់មានអារម្មណ៍ថាចម្លែកចេះបាទអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍រំភើបបាទវីដេអូនេះក៏ជិតដល់ទីបញ្ចប់ផងដែរបាទជូនពរអ្នកទាំងអស់គ្នាសប្បាយជួបគ្នាវីដេអូក្រោយ